យើងធ្វើលំហាត់ជាបន្តគឺចូលដល់លេខរៀងអក្សរងូគឺយើងមើលចំនួនដែលនៅក្នុង radical គេឲ្យយើងបញ្ចេញមួយចំនួនពី radical អញ្ចឹងចំនួនណាដែលអាចចេញបានយើងចេញក្រៅចំនួនណាដែលចេញអត់បានគឺយើងទុកនៅក្នុង radical អញ្ចឹងចំពោះលេខយើងមើលសិនគឺមានលេខ80អញ្ចឹងយើងបំបែកវាដើម្បីរកជាការ៉េអញ្ចឹងយើងយក80នេះមកចែកជាកតាបឋមដើម្បីយើងលើកវាជាការ៉េអញ្ចឹងលេខ80យើងចែកដាច់នឹង2យើងចែកនឹង2មកបាន40បន្តមកយើងយក40ចែកនឹង2ទៀតហើយយើងចែកនឹង2មកគឺបាន20អញ្ចឹងចំនួន20យើងអាចចែកនឹង2ដាច់ទៀតយើងដាក់មកចែកនឹង2បាន10ហើយ10យើងអាចចែកនឹង2បាន5ចាអញ្ចឹង5គឺជាចំនួនដែលនៅសល់យើងមិនអាចចែកជាមួយនឹង2ទៀតដាច់ទេអញ្ចឹងចំនួន5គឺយើងនៅសល់បន្តមកយើងផ្ដុំលើកជាការ៉េគឺយើងដាក់ជា2ក្រុមយើងយកលេខ2មកចែកគ្នាបានម្នាក់2អញ្ចឹងយើងដាក់លេខ5ដែលជាចំនួននៅសល់នេះនៅខាងក្រៅលេខ5មានតែចែកនឹង5មិនចែកដាច់អញ្ចឹងយើងដាក់វាមកគឺទុកជាចំនួនដែលនៅសល់ចាហើយយើងគុណ2នេះចូលគ្នាមកគឺយើងបាន4គុណនឹង4អញ្ចឹងវាអាចលើកជាការ៉េបានអញ្ចឹងស្មើនឹង4ការ៉េគុណនឹង5អញ្ចឹងយើងយក4ការ៉េគុណនឹង5នេះមកជំនួសឲ្យលេខ80ហើយចំពោះអក្សរ m អក្សរ m មានស្វ័យគុណ4ឥឡូវយើងចង់បានស្វ័យគុណ2យើងបំបែកមកយើងបាន m ស្វ័យគុណ2គុណនឹង m ស្វ័យគុណ2អញ្ចឹងវាគ្រប់4តែចំពោះ n មានស្វ័យគុណ3អញ្ចឹងយើងផ្ដាច់យកស្វ័យគុណ2សិនអញ្ចឹងនៅសល់មួយទៀតយើងដាក់បន្តឲ្យមកគ្រប់ចំនួនរបស់គេអញ្ចឹងយើងបាន n ស្វ័យគុណ2គុណនឹង n បន្តមកទៀតយើងលើកចំនួនដែលមានការ៉េនេះមកដាក់រួមគ្នាមួយក្រុមមាន4ការ៉េយើងយក4ហើយនឹង m ការ៉េយើងយក m ហើយនឹង m ការ៉េនោះមួយទៀតយើងយកមួយទៀតហើយនឹង n ការ៉េយើងយក n មួយអញ្ចឹងកន្លែងនេះគឺអក្សរ n ណាអ្នកគ្រូសេដាក់ច្រឡំឥឡូវដាក់អក្សរ n ឬហើយយើងប្រើវងកញ្ចក់ក្តោបរួមគ្នាមកយើងដាក់ការ៉េរួមនៅខាងក្រៅហើយយើងគុណចំនួនដែលនៅសល់ដែលអត់មានស្វ័យគុណគឺមានលេខ5ហើយនឹង n អញ្ចឹងយើងគុណចូលគ្នាបាន 5n ទៅហើយយើងដាក់សញ្ញា radical មកឲ្យគេវិញបន្ទាប់មកទើបយើងបញ្ចេញចំនួនដែលមានការ៉េនោះមកក្រៅចឹងចំនួនដែលនៅក្នុងវងកញ្ចក់គឺមានការ៉េទាំងអស់រួមគ្នាឥឡូវយើងគុណបញ្ចូលគ្នាសិនតោះយើងយក4មកគុណនឹង m ហើយ m មាន2ចឹង m គុណនឹង m ឡើង m ការ៉េហើយមាន n មួយទៀតអញ្ចឹងយើងបាន 4m ការ៉េ n យើងប្រើវងកញ្ចក់ក្តោបដាក់ការ៉េរួមគ្នាហើយគុណជាមួយនឹង 5n អញ្ចឹងដាក់ radical មកវិញបន្ទាប់មកយើងចាញ់ចំនួនដែលមានការ៉េនេះមកក្រៅទាំងអស់គឺមាន 4m ការ៉េ n យើងអាចចេញក្រៅបានទាំងអស់ចំនួនដែលនៅក្នុងវងកញ្ចក់ដែលមានស្វ័យគុណរួមគ្នាតែសម្រាប់លេខ 5n នេះគឺមិនអាចចេញក្រៅ radical បានទេគឺជាប់នៅក្នុងឬក៏ជាប់នៅក្នុង radical នេះ 5n អញ្ចឹងចម្លើយរបស់យើងគឺចេញបានខ្លះនៅសល់ខ្លះអញ្ចឹងយើងចេញបានតែមួយចំនួនទៀតគឺនៅជាប់ radical เราបន្តមកដល់លំហាត់អក្សរចគឺយើងមើលលេខវាគឺងាយស្រួលក្នុងការលើកជាការ៉េយើងនឹងលេខ64យើងអាចលើកបាន8ការ៉េ8ការ៉េយើងដាក់8ការ៉េមកហើយ x នេះមានការ៉េណាហើយ y នេះគឺស្វ័យគុណ3អញ្ចឹងយើងបំបែកយកស្វ័យគុណ2មកវាត្រូវសល់មួយទៀតអញ្ចឹងយើងអាចគុណបំបែកគ្នាយក y ការ៉េគុណនឹង y ចេះមករួចបន្ទាប់មកយើងបង្រួមលេខដែលមានការ៉េនេះដាក់រួមគ្នាហើយយើងប្រើការ៉េរួមគឺយើងដាក់8 x y ជើបគ្នាមកយើងប្រើវងកញ្ចក់ក្តោបហើយយើងដាក់ការ៉េរួមគ្នានៅខាងក្រៅរួចគុណនឹងចំនួនដែលនៅសល់អក្សរ y នេះមួយឬហើយដាក់សញ្ញា radical មកឲ្យគេវិញបន្ទាប់មកយើងចាញ់ចំនួនដែលមានការ៉េនៅក្នុង 8xy នេះអាចចេញក្រៅបានដែលវាមានការ៉េរួមគ្នានៅខាងក្រៅចេញមកគឺបានទាំងអស់នៅក្នុងវងកញ្ចក់ពេលយើងចេញក្រៅមិនបាច់ប្រើវងកញ្ចក់ទេយើងដាក់ 8xy មករួចស្រេចរួចហើយចំពោះអក្សរ y នៅសល់មួយទៀតគឺជាប់នៅក្នុង radical យើងអាចចេញបានទេអញ្ចឹងលំហាត់របស់យើងគឺចេញបានហើយសូមកូនជួយចុចសញ្ញាកណ្ដឹងឲ្យអ្នកគ្រូម្នាក់មួយផងសូមអរគុណ